ដំណឹងដល់រីករាយសារតើកម្ពុជាបោះសម្អាតបានជោគជ័យជេនស៊ីទៅដល់ដៃចិនហើយគណៈថៃកំពុងរញ្ជួយដោយសាររឿងអាស្រូវ scammer អនឡាញជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយរបស់ថៃកំពូលប្រិយមិត្តជាទីមេត្រីដំណឹងរសៀលថ្ងៃទី8មករា2026ម៉ោង 4:58 នាទីរសៀលទៅហើយខ្វះតែ2នាទីទៀតប៉ុណ្ណោះម៉ោង 5ឲ្យគត់តែម្ដងដំណឹងរសៀលថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងជេនស៊ីទៅដល់ដៃចិនហើយឃើញវីដេអូរូបភាពជាក់ស្ដែងចឹងបាទកម្ពុជាស្អាតស្អំហើយរឿង scam អនឡាញនានាចាប់ផ្ដើមបោះសម្អាតពីតូចទៅធំបាទកំពូលឆោបោកតែម្ដងជេនស៊ី UK សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបកកលុយរបស់ជេនស៊ីដែលជាតម្លៃ Bitcoin មានប្រមាណជា $15,000 ដែលអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គលរូបនេះបាទបកកទ្រព្យសម្បត្តិមួយចំនួនដែលជា